ពុកម៉ែបងប្អូនជាច្រើនបានស្គាល់ខ្ញុំតាមរយៈវីដេអូខ្ញុំសែនព្រេងទៅឯពុកម៉ែបងប្អូនហើយខ្ញុំនៅជាពាក់វីដេអូបងប្អូនខ្ញុំអត់ទាន់បានចែករំលែកអស់ទេការខ្ញុំធ្វើវីដេអូដំបូងក៏ខ្ញុំអត់សូវបកកែរៀបរាប់ឬក៏ទ្រឹស្ដីពីណាទៅណាដែរឥឡូវនេះខ្ញុំមកនិយាយប្រាប់បងប្អូនពីបទពិសោធន៍ជីវិតដែលខ្ញុំធ្លាប់ឆ្លងកាត់ហើយខ្ញុំនឹងរៀបរាប់ពីទំនាក់ទំនងប្តីប្រពន្ធខ្ញុំពីដំបូងឡើយរហូតឈានដល់ការសែនព្រេងអញ្ចឹងណាពុកម៉ែបងប្អូនបើបងប្អូនគិតថាល្អក៏ស្ដាប់ចុះបើបងប្អូនគិតថាគ្មានប្រយោជន៍ទេបងប្អូនអាចអស់ម្លងបានចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាមានពុកម៉ែបងប្អូនជាច្រើនបានសួរសំណួរហើយគាត់ចង់ឲ្យខ្ញុំធ្វើវីដេអូប្រាប់ពីដំណើរដើមទងដែលខ្ញុំស្គាល់ប្តីខ្ញុំហើយហេតុអ្វីបានឈានដល់ការសែនព្រេងអីអញ្ចឹងមិនដំបូងឡើយដែលពួកខ្ញុំស្គាល់គ្នាគឺប្តីខ្ញុំបានដើរចេញពីម៉ាតខ្ញុំដើរកាត់ម៉ាតមកកន្លែងអញ្ចឹងណាប្តីខ្ញុំដើរចេញមកគាត់ស្រែក hello ដាក់ខ្ញុំហើយពេលនោះខ្ញុំអត់បានចាប់អារម្មណ៍ទេខ្ញុំមើលទៅគាត់ហើយខ្ញុំក៏កលេចដើរទៅបន្តទៀតដោយសារតែខ្ញុំគិតថាគាត់ជាមនុស្សស្វឹងហើយវាមិនមែនជាលើកទី1ទេដែលជនជាតិស្រែកសួស្ដីដាក់ខ្ញុំអញ្ចឹងមានមនុស្សជាច្រើនព្យាយាមញ៉ាយខ្ញុំព្យាយាមចង់មានទំនាក់ទំនងជាមួយខ្ញុំអីចឹងណាហើយពេលនោះខ្ញុំអត់ចាប់អារម្មណ៍ទេខ្ញុំដើរទៅមុខបន្តទៀតព្រោះខ្ញុំទៅហាងអ៊ុតសក់របស់បងស្រីដែលខ្ញុំស្គាល់គ្នាគាត់ដើរតាមខ្ញុំបងប្អូនដើរតាមខ្ញុំទៅដល់ហាងសាឡនបងស្រីដែលស្គាល់ហ្នឹងហើយបងស្រីហ្នឹងគាត់សួរខ្ញុំថាចេះណាគេហ្នឹងឲ្យមកពីណាពីណីហ្នឹងខ្ញុំថាអត់ដឹងផងបងជួបគ្នានៅម្ដុំម៉ាតហ្នឹងក៏គាត់ដើរតាមខ្ញុំហើយមកដល់ហាងសាឡនហ្នឹងហើយគាត់ព្យាយាមនិយាយជាមួយបងស្រីខ្ញុំអីចឹងណាស្គាល់គ្នាបងប្អូនមិនបងស្រីបកាទេហើយគាត់ថាចេះចាំបងញ៉ែឲ្យចាំបងជួយនិយាយឲ្យភាសាអង់គ្លេសខ្ញុំពេលហ្នឹងខ្ញុំអត់សូវបកាបងប្អូនខ្ញុំចេះម៉ាត់ហើយបងស្រីដែលស្គាល់គ្នាជាមួយខ្ញុំហ្នឹងគាត់ក៏ជជែកលេងមួយប្តីខ្ញុំហ្នឹងច្រើនណាបងប្អូនហើយនៅហាងសាឡនគាត់ពាក្យច្រើនពេលល្ងាចឡើងគាត់តែងតែទិញបៀទិញអីយកមកញ៉ាំបងប្អូនហើយប្តីខ្ញុំគាត់ក៏ចាក់ឲ្យប្តីខ្ញុំហ្នឹងទៅទិញបៀមកដើម្បីឲ្យគាត់បានផឹកដែរអញ្ចឹងណាហើយប្តីខ្ញុំគាត់ជាមនុស្សចិត្តផឹកបៀដែរបើនិយាយទៅការយើងស្គាល់គ្នាដំបូងហ្នឹងគឺចាប់ផ្ដើមឡើយគាត់ដើរតាមខ្ញុំទៅហាងសាឡនបងស្រីដែលស្គាល់ហ្នឹងក៏បានអង្គុយញ៉ាំបៀញ៉ាំអីជាមួយគ្នាជជែកលេងហើយក៏ចាប់ផ្ដើមមានភាពស្និទ្ធស្នាលអីចឹងទៅបងប្អូនព្រោះដោយសារយើងស្គាល់គ្នាចឹងណាយើងជជែកលេងជាមួយគ្នាជាច្រើនហើយក៏ខ្ញុំក៏ចាប់អារម្មណ៍លើគាត់ទៅចាពេលកំពុងអង្គុយញ៉ាំបៀញ៉ាំអីជាមួយគ្នាហ្នឹងក៏ជជែកគ្នាលេងចឹងណាបងប្អូនហើយគាត់ចាប់អារម្មណ៍ខ្ញុំហើយគាត់សួរទៀតថាគាត់ចង់ទៅលេងកំពង់សោមសៀមរាបតើខ្ញុំចង់ទៅលេងជាមួយគាត់អត់ហើយគាត់ក៏សួរខ្ញុំទៀតថាតើខ្ញុំបានទៅដើរលេងនៅកន្លែងណាខ្លះហើយស្រុកខ្មែរយើងហ្នឹងមានរមណីយដ្ឋានអីខ្លះអញ្ចឹងណាកន្លែងណាដែលមានតំបន់ទេសចរដើរលេងខ្លះហើយកន្លែងណាខ្ញុំបានទៅខ្លះអញ្ចឹងណាពេលនោះគឺភាសាអង់គ្លេសខ្ញុំគឺពិបាកជជែកគ្នាមែនតើបងប្អូនខ្ញុំស្ដាប់បានតិចតួចហើយខ្ញុំនិយាយទៅវិញខ្ញុំពិបាកនិយាយប៉ុន្តែបានបងស្រីដែលគាត់នៅធ្វើការនៅសាឡនហ្នឹងខ្ញុំស្គាល់គាត់ចារាប់អានគ្នាទៅគាត់ក៏ជួយបកប្រែបកអីឲ្យខ្ញុំហើយគាត់ថាអូនឯងទៅដើរលេងទៅគាត់នាំអូនឯងទៅដើរលេងអីចឹងណាស្គាល់ចិត្តគ្នាទៅគាត់ចង់ឲ្យខ្ញុំហ្នឹងសាកតំណែងទៅក៏លោមានអនាគតល្អអីចឹងណាហ្នឹងហើយហើយតែគាត់ក៏អត់ស្គាល់ប្តីខ្ញុំដូចគ្នាថាតើមានគាត់នឹងជាមនុស្សបែបណាអីបែបណាអញ្ចឹងតែគាត់ថាគាត់មកបំណងល្អទេហើយអាកប្បកិរិយាគាត់ក៏មិនជាមនុស្សអាក្រក់ដែរអញ្ចឹងយើងមើលឃើញអញ្ចឹងក៏ចាប់អារម្មណ៍គ្នាអញ្ចឹងណាបន្ទាប់ពីជជែកគ្នាអីហើយអញ្ចឹងក៏គាត់ណាត់ខ្ញុំទៅផ្សារស្អែកឡើងអញ្ចឹងណាទៅផ្សារធំថ្មីបងប្អូនចាហើយបន្ទាប់មកទៀតគាត់ដើរទិញអវ៉ាន់បងប្អូនដឹងគាត់ទិញអីឲ្យខ្ញុំទិញវ៉ាលីឲ្យខ្ញុំហើយនឹងប៊ីកានីសម្រាប់ហែទឹកបងប្អូនហ្នឹងហើយព្រោះដោយសារគាត់ថាសួរខ្ញុំថាតើអ្នកឯងមានវ៉ាលីអត់ពេលទៅសមុទ្រទៅអីចឹងត្រូវការកៅអៅច្រើនអីចឹងហើយខ្ញុំពាក្យច្រើនខ្ញុំមានតែសាក់កាដូឯងបងប្អូនកតាបកៅអៅច្រើនអីវ៉ាលីអីខ្ញុំមិនដែលប្រើទេពេលខ្ញុំនៅជំនាន់នោះខ្ញុំនៅក្មេងបងប្អូនខ្ញុំមិនដែលទៅណាទេចាធ្វើការស៊ីឈ្នួលគេហ្នឹងពាក់ខែ200ហ្នឹងបងប្អូនអើយវេទនាណាស់ហើយពេលគាត់ថាគាត់ទៅអញ្ចឹងគាត់ចំណាយអីចឹងមកចប់ដើរលេងហូបចុកអីគឺគាត់ចំណាយទាំងអស់ហើយដល់ថ្ងៃពួកយើងក៏កក់ឡានទៅលេងនៅកំពង់សោមបងប្អូនកាលហ្នឹងជិះឡានទិញកៅអីបងប្អូនទិញស្បត់ឡានហ្នឹងហើយ2នាក់ហ្នឹងគឺដើរទៅដល់កំពង់សោមកាលហ្នឹងខ្ញុំទៅលេងនៅអ៊ុយត្រេសបងប្អូនអ៊ុយត្រេស1អ៊ុយត្រេស2ហ្នឹងហ្នឹងហើយអ៊ុយត្រេស3អីហ្នឹងកាលហ្នឹងខ្ញុំនៅក្មេងបងប្អូនខ្ញុំអាយុ19 ជិត20ហ្នឹងហើយប៉ុន្តែបើនិយាយពីស្នេហាជាមួយបុរសខ្មែរគឺខ្ញុំសុសសាច់ទេបងប្អូនគឺឈឺចាប់ហ្មងឈឺចាប់នឹងគេមើងងាយយើងក្រគេអត់ឲ្យតម្លៃយើងបងប្អូន
ចឹងធ្វើឲ្យខ្ញុំបែកគំនិតចង់សាក់លបងមួយជនជាតិចង់មានសង្សារជនជាតិប៉ុន្តែវាសំណាងខ្ញុំដែរដែលតាក់ទងចំមនុស្សល្អគាត់អត់ដែរធ្វើបាបខ្ញុំគាត់អត់ដែរឲ្យខ្ញុំពិបាកចិត្តអីសំបីតែម្ដងបងប្អូនមើលថែខ្ញុំនឹងរៀបរាប់ប្រវត្តិស្នេហារបស់ខ្ញុំនៅវីដេអូបន្ទាប់ដោយសារតែរសាច់រឿងវែងបងប្អូននិយាយមកវីដេអូអត់